Bà chấm rịp xu phục mai bằng pôn ở khán ấy và mà chụp khán xa chết thầm mấy thì đây bằng pôn rồi đôi giày sọc mấy đòn trắng cứ trong trên merian đặc biệt bằng cardใน channel YouTube là bây giờ dừng phô video trắng là bằng pôn na chi chụp hiện đầm bốn nó cứ đôi video môn để cho bạn mặc hàng trắng môn đừng dừng ai bằng card channel bán bằng pôn thời tại miền Gmail chỉ muốn tự dừng ai bằng card channel bán trắng là bằng pôn bàนี่คือสำหรับเมเรียนนี่คือชมนงบางไฮปุกไม้บางโอนปีระเบียบบังเกิด channel เต็มดองบางโอนบ่ากำออยตึงรงจำยุชมนงโจตการดองให้สมบัติของได้ท้าบางโอนแต่มาทำไมมันตอนบานจุด subscribe ใน channel ระบบขยมก็โดยที่มันตอน follow page ระบบขยมเต้สมจุด follow page สำหรับ Facebook page คือในข้างเลือสมจุดfollow page ระบบขยมในข้างเลือสำหรับบางโอนได้เทศนาเมื่อหรือก็เรียนตามจาก YouTube คือบางโอนอาจจุดsubscribe ในข้างกลางบ่าก็โดยที่จุดจิวชีปีศาจมายึงบ่ากำอ้อยคัดไปอยู่ตักเติมเมื่อถึงออกนี่โอเคบางโอนเรายึงโจมาการscreenshot ไปยึงไงยึงโจตะการ YouTube ไปยึงเต้นนะบางโอนทางเลือนึงนะบางโอนเนี่ยจุดไปเลือนึงม็อกจุดไปเลือนึงหายบางโอนเมื่อกระไรตรองจำนวนเนี่ย create account นี่นะบางปนบ่าเนี่ยกระไร add account นี่นะบางปนจุดเลยหนึ่งtới portเลยหนึ่งมวยmáuบ่าจุดเลยหนึ่งmáuให้บางปนยกเปียทำไม self บ่าsmooth ซะบางปนบ่า Mr. Dog อะไรอย่างเงี้ยบางปนบ่าMr. Dog อย่างนั้นนะบ่าไอ้ไงใครชนะก่อนนะนี่เดซ่าแต่ខ្ញុំមិនតាន់បានបង្កើត Gmail អញ្ចឹងណាអញ្ចឹងយើងត្រូវតែចូលទៅកើត Gmail យើងពូនស្រីដាក់ភេទស្រីមកណាបាទអញ្ចឹងវានឹងបាន Gmail មួយហើយដើម្បីយកទៅបង្កើតYouTube អញ្ចឹងណាអ្នកវាចេញមក3នេះឲ្យយើងរើសនេះណាបាទ3នេះតែបើសិនជាបងប្អូនចង់រើសឈ្មោះបងប្អូនរើសឈ្មោះវាទៅតែបើសិនជាបងប្អូនអត់ចង់បានឈ្មោះពីខាងលើនេះទេនេះពីខាងលើនេះទេបងប្អូនយក create your owner your own Gmail address នេះមកបងប្អូនបាទនេះឧទាហរណ៍ថាខ្ញុំយកអាក្រោមណាយកអានេះទៅបាទឥឡូវហ្នឹងខ្ញុំនឹងយកដាក់ថា Mr. Dogហើយដាក់2023ចឹងតាបាទមកបងប្អូនចុចពាក្យ next បាទអញ្ចឹងមានន័យថាបងប្អូនអាចប្រើវាបានគេដាក់ថានៅក្រោមហ្នឹងអក្សរក្រោមហ្នឹងមានន័យថា you can use letter number and period ចឹងបងប្អូនបន្ទាប់មកបងប្អូនដាក់លេខកូដណាលេខកូដខ្ញុំឧទាហរណ៍ថា A B C @ 2023ដែរមកបាទតែបងប្អូនបង្កើតកន្លែងហ្នឹងបងប្អូនកុំឲ្យវាឃើញណាកុំឲ្យគេឃើញលេខសម្ងាត់យើងណាអានេះខ្ញុំគ្រាន់តែឧទាហរណ៍បងប្អូនមើលណាហើយត្រង់ចំណុចនេះបើយើងអត់ទាន់បានដាក់ភ្ជាប់មួយទូរស័ព្ទលេខទូរស័ព្ទរបស់យើងទេបងប្អូន skip វាចោលទៅបាទអញ្ចឹងយើងនឹងទទួលបាន Gmail មួយដោយស្វ័យប្រវត្តិ agree មកបងប្អូន scroll មកក្រោមយកពាក្យថា agree មកបើសិនជាភាសាខ្មែរទូរស័ព្ទបងប្អូនចេញភាសាខ្មែរវានឹងចេញពាក្យថាយល់ព្រមអញ្ចឹងណាហើយបងប្អូនរងចាំបន្តិច Google វា verify សិនបងប្អូនបាទ Google វា verify ហើយអញ្ចឹងយើងអាចប្រើនៅ Gmail មួយនឹងបានហើយ Gmail ហ្នឹងយើងនឹងយកទៅបង្កើត channel YouTube របស់យើងបានឃើញទេបងប្អូនបាន Gmail មួយហើយបាន Gmail មួយអញ្ចឹងយើងចូលអាកន្លែងរូបមនុស្សទូចហ្នឹងដែរមកបាទហើយបន្តមកទៀតបងប្អូនយកអាកន្លែងសញ្ញាព្រួយនេះបាទសញ្ញាព្រួយហ្នឹងហើយបងប្អូនយកនេះ Mr. Dog នេះមកណាហើយបងប្អូនមើលកន្លែង Your Channel ណាបាទហ្នឹងបងប្អូនអូខេឥឡូវចូលហើយបងប្អូនបាទឥឡូវចូលមកដល់ហើយ
ចូលមកដល់ហើយបងប្អូនបាទចូលមកដល់ហើយឥឡូវវាបន្ទាប់ពីយើងចូលមកដល់ក្នុងហ្នឹងគឺវានឹងមានរូបភាពបែបនេះបងប្អូននេះបងប្អូនកន្លែងមកមើលអាកន្លែងនេះកន្លែងខាងក្រោមនេះណាកន្លែងខ្ញុំចុចនេះមានដៅនេះអញ្ចឹងវាមានដាក់ឲ្យដាក់រូបភាពឲ្យដាក់ឈ្មោះអីចឹងណាបើសិនជា channel របស់យើងដាក់ Mr. Doc Doc ដដែលអាកន្លែង handle នេះយើងដាក់ Doc Doc ដដែលទេវានឹង channel របស់យើងនឹងមានឈ្មោះបែបហ្នឹងតែបើសិនបងប្អូនអត់រើសអាហ្នឹងទេវានឹងអាចដាក់លេខថ្មីឈ្មោះថ្មីបានឧទាហរណ៍ថាអត់ដាក់ឈ្មោះ Mr. Doc Doc ហ្នឹងទេ channel អាចដាក់ថាចែករំលែកចំណេះដឹងឧទាហរណ៍ថាដាក់ចែករំលែកចំណេះដឹងអីចឹងណាបាទចំណេះដឹងបាទហើយបន្តមកបងប្អូននេះយកពាក្យ save បាទអញ្ចឹងហ្នឹងអញ្ចឹងគឺឈ្មោះ channel របស់យើងគឺយើងនឹងទទួលបានមកកន្លែង create channel ហើយដាក់រូបភាពសិនណាបងប្អូនបាទដាក់រូបឲ្យតោះខ្ញុំដាក់រូបនេះអញ្ចឹងណាបងប្អូនបាទ save មួយមក save បាទហើយបន្តមកទៀតខ្ញុំដាក់ channel create channel បងប្អូនរងចាំតិចបើសារវាដើរយឺតបន្តិចបងប្អូនបាទឃើញទេបងប្អូនបាទវានឹងចេញរូបមនុស្សនឹងខ្លួននេះបងប្អូនបាទនេះរូបមនុស្សនៅកន្លែងនេះឃើញទេដល់ពេលវាចេញរូបមនុស្សអញ្ចឹងគឺមានន័យថាយើងបង្កើត channel បានជោគជ័យបងប្អូនបាទឃើញទេបងប្អូនណាchannel មានអីបង្កើតពិបាកទេបងប្អូនបាទបងប្អូនមកមើល join channel បងប្អូននេះឃើញទេបងប្អូនបាទបាន channel មួយដែលជោគជ័យវិធីសាស្ត្រយើងបង្កើតថ្មីអញ្ចឹងវាអត់មានអ្នក subscribe អ្នកកន្លែង subscribe នេះវាអត់មានទេបាទអត់មានទេឥឡូវអូខេពីរបៀបបង្កើត channel នេះខ្ញុំសូមបញ្ចប់ទៅត្រឹមហ្នឹងព្រោះយើងបាន channel មួយហើយការរៀបចំ channel ខ្ញុំនឹងចេញនៅវីដេអូក្រោយបន្ទាប់ពីយើងបង្កើតហើយគឺយើងមិនត្រូវចប់តែប៉ុណ្្នឹងទេគឺយើងត្រូវតែមានការរៀបចំវាឲ្យត្រូវស្តង់ដាររបស់វាអញ្ចឹងណាហើយត្រូវតាមស្តង់ដាររបស់ YouTube ហើយវីដេអូក្រោយខ្ញុំនឹងចែកម្លែកបងប្អូនពីរបៀបរៀបចំ page រៀបចំ channel របស់យើងឲ្យមានលក្ខណៈជាស្តង់ដារដើម្បីយើង set up ហូរលុយបានអញ្ចឹងណាបាទអញ្ចឹងពីខ្ញុំបាទពី channel របស់ខ្ញុំសូមចែកម្លែកតែប៉ុណ្្នឹងហើយសូមអរគុណសូមជម្រាបលា